សួស្តីអ្នកទាំងអស់គ្នាយើងមកតាមដានតម្លៃមាសក៏ដូចជាអាប់ដេតព័ត៌មានតាក់ទងជាមួយតម្លៃមាសទាំងអស់គ្នានៅថ្ងៃសុក្រទី12ខែមិថុនាឆ្នាំ2026យើងឃើញថាការពីយប់មិញមានព័ត៌មានដែលធ្វើឲ្យតម្លៃមាសហក់ឡើងខ្លាំងមែនទែនតែមួយផ្លែតទេប្រហែលជា200លេខឯណោះចឹងហើយមុននឹងចូលព័ត៌មានទាំងអស់នោះយើងមកមើលតម្លៃមាសសិនមុននឹងការបើកទីផ្សាររបស់អន្តរជាតិសហរដ្ឋអាមេរិក New York Exchange បច្ចុប្បន្នតាមរយៈទីផ្សារគីបកូរបស់អន្តរជាតិតម្លៃមាសគឺ$4,223ក្នុង1អោនដែលស្មើនឹង$5,132ក្នុង1តម្លឹងបើយើងមើលតម្លៃ day range ឬមួយចន្លោះតម្លៃដែលវាប៉ះនៅក្នុងថ្ងៃហ្នឹងតម្លៃ support ដែលទាបបំផុតគឺ$4,169ក្នុង1អោនហើយតម្លៃដែលខ្ពស់បំផុតដែលវាប៉ះដល់ជា resistance ហ្នឹងគឺ$4,247ក្នុង1អោនងាកមកមើលព័ត៌មានយើងវិញតាក់ទងជាមួយនឹងយប់មិញបន្ទាប់ពីលោកដូណាល់ត្រាំបានប្រកាសលុបចោលការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ដោយសារតែមានកិច្ចព្រមព្រៀងពីមេដឹកនាំនៃប្រទេសអ៊ីរ៉ង់នេះជាអ្វីដែលលោកដូណាល់ត្រាំបានប្រកាសហើយនៅពេលដែលគាត់បង្ហោះជា Truth Social របស់គាត់នឹងបានធ្វើឲ្យតម្លៃមាសគឺហក់ឡើងខ្លាំងមែនទែនប៉ុន្តែបន្ទាប់ពីការប្រកាសរបស់គាត់នឹងប្រទេសអ៊ីស្រាអែលគាត់បាននិយាយថាគឺគាត់អត់មានដឹងរឿងតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងនេះទេក៏ដូចជាក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ក៏បានច្រានចោលការអះអាងរបស់លោកដូណាល់ត្រាំផងដែរកាលពីយប់មិញភាគីទាំងពីរឬភាគីទាំងអស់មិនបានយល់ព្រមលើកិច្ចព្រមព្រៀងនេះឡើយតាក់ទងជាមួយនឹងខាងក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ណាហើយមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថាមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើយហើយក៏គ្មាននរណាម្នាក់បានទទួលយកវាដែរហើយប្រទេសអ៊ីរ៉ង់ក៏បានបន្ថែមទៀតថាកិច្ចព្រមព្រៀងណាមួយនាពេលអនាគតត្រូវតែបំពេញតាមការទាមទារទាំងអស់របស់ប្រទេសអ៊ីរ៉ង់រួមមាននឹងការគ្រប់គ្រងពេញលេញនៃច្រកហូម៉ូការដោះលែងទឹកប្រាក់ប្រហែលជាចំនួនពី$24,000 លានដែលសហរដ្ឋអាមេរិកបានបង្កកមិនធ្វើសម្បទានឬមួយក៏ការបោះបង់នៅលើសិទ្ធិការបង្កើតនៅកម្មវិធីនុយក្លេអ៊ែរឡើយគ្រាន់ថាក្នុងន័យនេះគេអត់បានបញ្ជាក់តាក់ទងជាមួយនឹងកម្មវិធីនុយក្លេអ៊ែរហ្នឹងជាលក្ខណៈ civil ឬមួយក៏នៃអាវុធនុយក្លេអ៊ែរណាឡើយប៉ុន្តែព័ត៌មានថ្ងៃមិញយើងបានឃើញថាសារព័ត៌មានរបស់មេរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងហើយនឹងមន្ត្រីនៃប្រទេសអ៊ីរ៉ង់ផងដែរអនុសារណៈយោគយល់ MOU ជាមួយសហរដ្ឋអាមេរិករួមមានការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ចេញដកកងកម្លាំងយោធារបស់ខ្លួនចេញពីតំបន់ជុំវិញប្រទេសអ៊ីរ៉ង់បញ្ចប់ការបិទគប់សមុទ្រលើប្រទេសអ៊ីរ៉ង់ផងដែរអញ្ចឹងសរុបមកវិញប្រទេសអ៊ីរ៉ង់គឺគាត់បានប្រកាសថាមានកិច្ចព្រមព្រៀងមួយជាមួយនឹងសហរដ្ឋអាមេរិកជាផ្លូវការប៉ុន្តែវាអត់ទាន់មានការប្រកាសនៅជាផ្លូវការថាគេអាចនឹងចុះកិច្ចសន្យាព្រមព្រៀងឬមួយក៏មេដឹកនាំធំហ្នឹងគឺមានកិច្ចព្រមព្រៀងនៅឡើយទេប៉ុន្តែយើងឃើញពីលោកដូណាល់ត្រាំគឺគាត់មានការប្រកាសណាប៉ុន្តែប្រទេសអ៊ីរ៉ង់គឺអត់ទាន់ប្រកាសថាមានកិច្ចព្រមព្រៀងទេតែគាត់អាចនិយាយថាមានសំណើឬមួយក៏កិច្ចព្រមព្រៀងនឹងនៅលើតុប៉ុន្តែវាអត់ទាន់ឃើញមានព័ត៌មានដែលថាមេដឹកនាំគាត់យល់ព្រមឬមិនទាន់យល់ព្រមអញ្ចឹងណាជាផ្លូវការអញ្ចឹងយើងនៅបន្តរងចាំប៉ុន្តែអ្វីដែលយើងឃើញព័ត៌មានបច្ចុប្បន្នវាមានសតិធិនិយមតាក់ទងជាមួយនឹងព័ត៌មានមួយនេះហើយក៏គេរំពឹងថាអាចនឹងមានកិច្ចព្រមព្រៀងផងដែរដោយសារតែមានព័ត៌មានជាច្រើនក៏ដូចជាយើងឃើញថារបាយការណ៍ Axios ក៏បាននិយាយដែរតាក់ទងមួយមន្ត្រី G7 បានបញ្ជាក់ថាអនុសារណៈយោគយល់ MOU រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះហើយនៅក្នុងទីក្រុង Geneva ដែលយើងបានឃើញព័ត៌មានដូចគ្នាបញ្ជាក់ថាលោកដូណាល់ត្រាំគាត់បាននិយាយហ្នឹងគឺអាចនឹងមានកិច្ចព្រមព្រៀងណាមួយដែលចុះហត្ថលេខានៅក្នុងប្រទេសអឺរ៉ុបហើយយើងឃើញព័ត៌មានរបាយការណ៍នេះមួយទៀតយើងអាចរំពឹងបានថាវារៀងមានភាគរយច្រើនដែរគ្រាន់ថាវានៅតែមិនទាន់100%ទេប្រភពការទូតនឹងសារព័ត៌មានជាច្រើនបានរាយការណ៍ថាការរៀបចំពិធីចុះហត្ថលេខាកំពុងត្រូវបានពិចារណាប៉ុន្តែភាគីទាំងពីរនៅតែត្រូវការយល់ព្រមចុងក្រោយមុនពេលកិច្ចព្រមព្រៀងមានសុពលភាពចឹងយើងឃើញនៅមានការយល់ព្រមចុងក្រោយមួយទៀតចឹងហើយគ្រប់យ៉ាងវាមិន100%ទេយើងកុំរំពឹងដល់100%ពេកចឹងណាយើងធ្វើម៉េចយើងការពារខ្លួនចឹងទៅប៉ុន្តែមានភាគរយច្រើនដែលមានការចរចា
ហើយស្ថានភាពដូចតែយើងបានពិភាក្សាគ្នាអញ្ចឹងយើងឃើញតាក់ទងមួយយុទ្ធសាស្ត្រការទូតរបស់លោកដូណាល់ត្រាំគឺធ្វើមិនបខំឲ្យប្រទេសអ៊ីរ៉ង់នឹងចរចាក៏អត់ចង់ធ្វើសង្គ្រាមរយៈពេលវែងទេហើយប្រហែលដងក្នុងការវាយប្រហារចុងក្រោយនេះគ្រាន់តែជាតាក់ទិចឬមួយតិចនិចក្នុងការចរចារបស់គាត់តែប៉ុណ្ណោះបង្ខំឲ្យប្រទេសអ៊ីរ៉ង់នឹងទទួលយកនៅសំណើរបស់គាត់អញ្ចឹងទៅហើយគាត់នឹងក៏ព្យាយាមតាក់ទងជាមួយនឹងសំណើរបស់គាត់នឹងក៏របៀបថាដើរថយក្រោយឬមួយទៅក៏សម្របសម្រួលខ្លះផងដែរព្រោះយើងឃើញតាំងពីសំណើដំបូងមកដល់បច្ចុប្បន្នគឺមានការសម្របសម្រួលច្រើនដែរព្រោះយើងឃើញហើយការចង់បាននៅកិច្ចព្រមព្រៀងមួយនេះរវាងភាគីលោកដូណាល់ត្រាំនិងប្រទេសអ៊ីរ៉ង់គឺសុទ្ធតែចង់បានទាំងសងខាងប៉ុន្តែដូចយើងបានបញ្ជាក់ចឹងគឺទាំងសងខាងក៏សិតតែគិតតែរឿងប្រយោជន៍គ្រប់តខ្លួនផងដែរជាពិសេសសហរដ្ឋអាមេរិកគឺគាត់ចង់បាននៅអត្ថប្រយោជន៍ច្រើនដោយសារតែគាត់ចំណាយច្រើនក្នុងសង្គ្រាមមួយនេះចឹងហើយបានយើងឃើញថាលោកដូណាល់ត្រាំនឹងគាត់រៀងតច្រកក្នុងការសម្រេចចិត្តណាមួយមានតែវិធីសាស្ត្រវាយប្រហារប៉ែអប៉ដើម្បីបង្ខំឲ្យប្រទេសអ៊ីរ៉ង់នឹងក្នុងការទទួលយកនៅសំណើរបស់ខ្លួនដែលខ្លួនក៏អាចថាសម្របសម្រួលសំណើខ្លះសម្រាប់ប្រទេសអ៊ីរ៉ង់នឹងដូចគ្នាចឹងនេះជាអ្វីដែលទិសដៅដែលយើងបានឃើញតាក់ទងមួយស្ថានភាពបច្ចុប្បន្នដែរដែលយើងពិភាក្សាគ្នាមើលទៅវាពិតជាដើរទៅតាមអ្វីដែលយើងបានពិភាក្សាគ្នាចឹងមែនវាស្ថានភាពគឺពិតជាអញ្ចឹងមែនប៉ុន្តែវាធម្មតាទេតាក់ទងជាមួយនឹងការចរចារវាងប្រទេសពីរដែលមានសង្គ្រាមវាមិនងាយស្រួលថាចរចាដឹងតែចរចាត្រូវឯងវាធម្មតាវាត្រូវមានចរចាវាយវាជារឿងធម្មតាទេដូចតើមនុស្សពីរនាក់ឆ្លោះគ្នាអញ្ចឹងតម្រាំឲ្យត្រូវគ្នាទោះបីមានភាគីទី3មកឲ្យចាប់ដៃឲ្យត្រូវគ្នាយ៉ាងច្រើនចាប់ដៃគ្នានៅមុខគេហើយនៅក្រោយខ្នងក៏នៅមានក្នុងចិត្តថាអូស្អប់ចេះស្អប់ចោះអីចឹងដូចតែគ្នាទេត្រូវការរយៈពេលវែងដើម្បីឲ្យវាមានត្រូវរើគ្នាចឹងទៅហើយសំបីប្រទេសទាំងសងខាងក៏ដូចគ្នាដូចយើងគិតតែប្រទេសថៃហើយប្រទេសខ្មែរយើងទៅវាដូចតែគ្នាទេអញ្ចឹងបើយើងមើលតាមការបច្ចុប្បន្នតម្លៃមាសយើងរំពឹងថាតាមដានស្ថានភាពប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកឲ្យបានខ្ជាប់ខ្ជួនព្រោះវាជះឥទ្ធិពលដល់តម្លៃមាសខ្លាំងណាស់ក្នុងពេលបច្ចុប្បន្នមិនថាអ្នកជួញដូរបែបណាទេគឺសិតតែជះឥទ្ធិពលខ្លាំងណាស់អញ្ចឹងយើងត្រូវការពារខ្លួនហើយតាមដានស្ថានភាពអញ្ចឹងបើយើងចេះទាំងបច្ចេកទេសចេះទាំងតាក់ទងមួយព័ត៌មានហើយនិងសេដ្ឋកិច្ចគឺវាល្អដែលយើងអាចមើលឬមួយក៏យើងអាចពិចារណាបានខ្លាំងតាក់ទងជាមួយនឹងតម្លៃមាសហើយបើសួរថាព័ត៌មានតាក់ទងប្រទេសអ៊ីរ៉ង់យើងអាចជឿជាក់ខាងណាជាងអញ្ចឹងទៅមានតែយើងមើលតាមលក្ខណៈមួយគឺព័ត៌មានលោកដូណាល់ត្រាំទេព្រោះយើងអត់អាចមានអ្នកណាដែលយើងអាចជឿជាក់បាន 100% ទេប៉ុន្តែអ្វីដែលលោកដូណាល់ត្រាំគាត់និយាយភាគច្រើនអាចត្រូវដែរគ្រាន់តែបច្ចុប្បន្ននិយាយរឿងចរចាវាយប្រហារវាអាចម្ដងចេះម្ដងចោះដោយសារអីគឺមិនមែនដោយសារលោកដូណាល់ត្រាំទេគាត់ក៏ចង់បានដូចអ្វីដែលគាត់ចង់និយាយដែរប៉ុន្តែធម្មតាការចរចារវាងភាគីដែលវាប្រហារគ្នាវាមិនងាយស្រួលទេដែលដូចនឹងមាត់គាត់ចង់បានឡើយអញ្ចឹងធម្មតាវាតែតែមានយុទ្ធសាស្ត្រឬមួយមានភាពប្រែប្រួលខ្លះអញ្ចឹងទៅអញ្ចឹងបានយើងឃើញថាម្ដងប្រកាសថាបត់ឈប់បាញ់ម្ដងប្រកាសថាវាប្រហារបត់ឈប់បាញ់វាប្រហារប៉ុន្តែ at least ឬមួយចុងក្រោយក៏យើងដឹងពីគោលបំណងរបស់គាត់ដូចគ្នាអញ្ចឹងយើងបន្តតាមដានជាពិសេសយប់នឹងអាចថាមានព័ត៌មានតទៀតនិយាយចំថ្ងៃសុក្រនឹងថ្ងៃសៅរ៍អាទិត្យនឹងសិតតែអាចនឹងមានព័ត៌មានធំអីដែលយើងមើលឃើញឯព័ត៌មាន Axios report ហ្នឹងក៏បានចុះផ្សាយថាអាចនឹងមានកិច្ចព្រមព្រៀងហ្នឹងចុះនៅថ្ងៃអាទិត្យនឹងដូចគ្នាអញ្ចឹងបើមានការចុះមែនយើងរំពឹងថាតម្លៃមាសនឹងមានការងើបឡើងមកវិញប៉ុន្តែវាមិនថាងើបដល់ក្បាល6ភ្លាមទេដូចខ្ញុំបានបញ្ជាក់អញ្ចឹងអាចយ៉ាងច្រើន5លេខ500លេខអីចឹងទៅបើសិនជាគេចុះកិច្ចព្រមព្រៀងនឹងជាផ្លូវការណាវាមិនទាន់អាចដល់ក្បាល6ទេព្រោះបញ្ហាអតិផរណាយហ្នឹងមិនទាន់បានដោះស្រាយឡើយហើយអ្វីដែលយើងត្រូវរំពឹងមើលមួយទៀតតាក់ទងជាមួយនឹងថ្ងៃសុក្រហ្នឹងឬមួយក៏យប់ថ្ងៃសុក្រនៅក្នុងស្រុកខ្មែរហ្នឹងគឺមានជាការចូលក្នុងទីផ្សារស្តុកជាផ្លូវការរបស់ក្រុមហ៊ុន SpaceX ដែលយើងឃើញហើយជា IPO ថ្ងៃទី1អញ្ចឹងចង់មិនចង់វានឹងជះឥទ្ធិពលដល់តម្លៃទីផ្សារវិនិយោគលើពិភពលោកមិនថាតម្លៃមាសក៏វាមានចំហាយជះឥទ្ធិពលដល់ដូចគ្នាហើយអញ្ចឹងទៅយើងអ្នកដែលគាត់ឧទាហរណ៍ថា trading ឬមួយក៏អីក៏ដោយក៏គាត់មើលតម្លៃមាសមានការប្រុងប្រយ័ត្នតិចទៅព្រោះអាចនឹងមានការជះឥទ្ធិពលដល់តម្លៃមាសដូចគ្នាជាពិសេសតម្លៃ stock អាចនឹងមានការជះឥទ្ធិពលខ្លាំងព្រោះយើងដឹងហើយ SpaceX គឺជា IPO មួយដែលធំដែល valuation តម្លៃរបស់គាត់រហូតដល់1 trillion ជាងគឺជាតម្លៃមួយដែលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រហើយ
ប៉ុន្តែគ្រាន់ថាតម្លៃ IPO របស់គាត់ដូចជាតម្លៃផ្លូវការ$136ក្នុងមួយ share ហើយគេរំពឹងថាអាចនឹងមានការកើនឡើងខ្លាំងដោយសារតែអ្នកវិនិយោគផ្សេងៗហ្នឹងគឺកំពុងតែរំពឹងក្នុងការវិនិយោគតាក់ទងជាមួយនឹង stock របស់ SpaceX នេះមែនទែនអញ្ចឹងយើងរងចាំមើលអ្នកគ្នាទៀតនៅយប់ថ្ងៃសុក្រនឹងនិយាយចំចុងសប្តាហ៍នឹងហើយនឹងសប្តាហ៍ក្រោយគឺមានព័ត៌មានច្រើនដែលនឹងធ្វើឲ្យតម្លៃមាសនឹងមានការប្រែប្រួលខ្លាំងអញ្ចឹងអ្នកនរគ្នាត្រូវតែតាមដានហើយក៏មានការប្រុងប្រយ័ត្នផងដែរព្រោះថាសប្តាហ៍ក្រោយនឹងគឺជារឿងសំខាន់មួយសម្រាប់ធនាគារកណ្ដាលសហរដ្ឋអាមេរិកគាត់មានការប្រជុំ FOMC meeting នៅថ្ងៃពហុដែលគេនឹងប្រកាសនៅម៉ោង1ព្រឹកព្រលឹមឬមួយពាក់កណ្ដាលយប់នៅក្នុងស្រុកខ្មែរយើងថ្ងៃពហុអញ្ចឹងយើងរងចាំមើលអស់គ្នាគឺជាការប្រជុំ FOMC meeting របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកក្រោមអាណត្តិទី1ការប្រជុំលើកទី1របស់លោក Kevin Walsh ដែលជាប្រធានធនាគារកណ្ដាលថ្មីរបស់សហរដ្ឋអាមេរិកហើយអ្វីដែលគេរំពឹងទុកនឹងគឺមិនមានការកាត់បន្ថយអត្រាការប្រាក់ហើយក៏មិនមានការដំឡើងអត្រាការប្រាក់ដែរប៉ុន្តែបើសិនជាទិន្នន័យជាក់ស្ដែងវាអាចថាដោយការរំពឹងទុកយើងនឹងឃើញថាវាមិនដាក់សម្ពាធខ្លាំងដល់តម្លៃមាសទេប៉ុន្តែបើសិនជាវាមានការកាត់បន្ថយអត្រាការប្រាក់វានឹងជួយគ្រប់គ្រងដល់តម្លៃមាសខ្លាំងតែគិតថាវាស្ទើរតែគ្មានភាគរយទេស្ទើរតែ 0% ក្នុងការកាត់អាចនឹងដំឡើងអត្រាការប្រាក់ផងដែរបើតម្លើងយើងឃើញវាអាចនឹងជះឥទ្ធិពលដល់តម្លៃមាសឲ្យមានសម្ពាធការធ្លាក់ចុះចឹងទៅប៉ុន្តែបើសិនកាត់ត្រឹម 0.25% ទេក៏វាមិនដាក់ខ្លាំងដែរព្រោះតម្លៃទីផ្សារបច្ចុប្បន្នគឺវាបាន price in តាក់ទងជាមួយនឹងរឿងសម្ពាធអតិផរណាពីការកាត់បន្ថយអតិផរណាពីការដំឡើងអត្រាការប្រាក់នេះហើយអញ្ចឹងវាមិនជះខ្លាំងទេប៉ុន្តែវានៅតែបន្តមានសម្ពាធតិចតួចផងដែរអញ្ចឹងយើងរងចាំមើលអស់គ្នាព្រោះបច្ចុប្បន្នអ្វីដែលយើងមើលឃើញគឺយើងអត់មានមើលព័ត៌មានអីពីលោក Kevin Walsh ទេគឺគាត់ស្ងាត់តែម្ដងក្នុងពេលបច្ចុប្បន្នប៉ុន្តែអ្វីដែលយើងមើលឃើញគឺមានតែអតិផរណាក៏ដូចជា GDP ហើយនឹងអត្រាការងារធ្វើដែលយើងរំពឹងថាភាគរយច្រើនខ្លាំងណាស់ដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងអាចនឹងកែប្រែនៅអត្រាការប្រាក់មួយនេះយើងរំពឹងថាវានៅតែ 3.5% ទៅដល់ 3.75% ដដែលដោយសារតែអតិផរណាក៏ឡើងខ្ពស់ដែលគាត់មិនអាចកាត់បន្ថយអត្រាការប្រាក់បានហើយគាត់ពិបាកក្នុងការដំឡើងអត្រាការប្រាក់ដូចគ្នាដោយសារតែអត្រាអត់ការងារធ្វើគឺដល់ទៅ 4.3% ហើយ GDP ក៏មានលក្ខណៈមួយរៀងទាបផងដែរហើយអ្នកនរគ្នាឃើញក្នុង website របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនេះគឺអតិផរណា 3.5% ដោយសារតែគឺគេយកតាម PCE មិនមែន CPI ទេអ្វីយើងបានឃើញ 4% ជាងហ្នឹង 4.2% ហ្នឹងគឺ CPI ទេហើយ PCE ចេញនៅសប្តាហ៍ក្រោយមួយទៀតបន្ទាប់ពី FOMC meeting នេះប៉ុន្តែយើងត្រូវតាមដានមើលអ្នកនរគ្នាព្រោះការរំពឹងទុករបស់គេមិនមានការប្រែប្រួលណាមួយឡើយតាក់ទងជាមួយនឹងអត្រាការប្រាក់តែយើងត្រូវរងចាំមើលតាក់ទងជាមួយនឹង statement ឬមួយក៏ការឆ្លើយតបនានារបស់ប្រធានធនាគារកណ្ដាលថ្មីលោក Kevin Walsh ទៅអ្នកកសែតអញ្ចឹងយើងអាចនឹងឃើញគោលនយោបាយរបស់ធនាគារកណ្ដាលថ្មីឬមួយក៏ projection ផ្សេងនៅថ្ងៃអនាគតសម្រាប់ធនាគារកណ្ដាលព្រោះបើសិនជាមានអ្វីមួយដែលគាត់បាននិយាយឬមួយក៏ថ្លែងការណ៍អាចនឹងជះឥទ្ធិពលដល់តម្លៃមាសផងដែរបើសិនជាគាត់បង្ហើបនៅគោលនយោបាយណាមួយរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកចឹងសរុបមកវិញព័ត៌មានយើងមានតែប៉ុណ្្នឹងទេព័ត៌មានធំអ្នកនរគ្នាត្រូវតាមដានបច្ចុប្បន្នគឺតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងរវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកដែលអាចនឹងមានការចរចាព្រមព្រៀងចុះហត្ថលេខាជាផ្លូវការនឹងដែលយើងមើលព័ត៌មានបឋមបច្ចុប្បន្នគឺនៅថ្ងៃអាទិត្យចឹងវាអាចនឹងមានការប្រែប្រួលផងដែរយើងមិនរំពឹងថាវា 100% ទេយើងត្រូវតាមដានមើលហើយចំណុចទី2គឺតាក់ទងជាមួយនឹងយប់នឹងដូចគ្នាគឺការឡើង IPO stock របស់ក្រុមហ៊ុន SpaceX ហើយទី3តាក់ទងជាមួយនឹងការប្រជុំ FOMC meeting របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍ក្រោយនៅថ្ងៃពហុអញ្ចឹងសិតតែជាព្រឹត្តិការណ៍ធំដែលវានឹងជះឥទ្ធិពលដល់តម្លៃមាសខ្លាំងមិនថាឡើងមិនថាចុះវាស៊ីសងទៅលើទិន្នន័យហើយនឹងរបាយការណ៍ក៏ដូចជាព័ត៌មានផ្សេងដែលនឹងជះឥទ្ធិពលព្រោះយើងដាក់លក្ខខណ្ឌគ្នាយើងបានដឹងហើយថាព័ត៌មានចេញមកបែបណាវានឹងធ្វើឲ្យតម្លៃមាសកើនឡើងឬមួយក៏ធ្លាក់ចុះអញ្ចឹងអ្នកដែលគាត់តាមដានវីដេអូខ្ញុំច្រើនមកគាត់នឹងអាចយល់ពីស្ថានភាពបច្ចុប្បន្នសម្រាប់តម្លៃមាសហើយអញ្ចឹងយើងមកមើលតាក់ទងជាមួយនឹង technical បន្តិចចំពោះតម្លៃមាសយើងមើល candle ក្នុងមួយសប្តាហ៍ដូចខ្ញុំបានបញ្ជាក់ពីវីដេអូមួយសើមិញដែរបើសិនជាថ្ងៃសុក្រអាចថាមានការធ្វើឲ្យតម្លៃមាសឧទាហរណ៍ថាយើងមើល short term យើងនឹងឃើញ displacement សម្រាប់ candle ក្នុងមួយថ្ងៃឬមួយក៏4ម៉ោងអីចឹងទៅដែលធ្វើឲ្យតម្លៃមាសក្នុងសប្តាហ៍ហ្នឹងគឺមានវិកកតុយហ្នឹងរៀងវែងដែល body វាបិទរៀងទៅលើវិញ
ដូចខ្ញុំមកបញ្ជាក់ក្នុង Telegram ដូចគ្នាថាយើងរំពឹងថាតម្លៃមាសវាមក sweep តាក់ទងមួយ liquidity មួយនេះគឺ$4,099ក្នុង1 ounce ដែលជា liquidity ឲ្យវាចុះដល់ទាបហ្នឹងប្រហែលជា2ខែមុននឹងឯងហើយបើសិនជាសប្តាហ៍នេះការបិទ body វាឡើងទៅលើ week មួយនេះវិញអញ្ចឹងយើងអាចរំពឹងថាសប្តាហ៍នេះវាចុះមកនេះគ្រាន់តែជាការ liquidity sweep ទេអញ្ចឹងតម្លៃមាសអាចថាសប្តាហ៍ក្រោយវានឹង rebound ទៅលើវិញឬមួយក៏វាអាចនៅ retracement អញ្ចឹងទៅព្រោះយើងរំពឹងថាការបិទតម្លៃនេះបើសិនជាវាបិទនៅលើ week នេះប្រហែលជាបានត្រឹមនេះអីទៅល្អហើយពេលដែលវាចុះមកដល់ត្រឹម order block មួយនេះឃើញថាតម្លៃមាសគឺវាមាន reaction ត្រឡប់ទៅវិញស្របជាមួយព័ត៌មានព្រោះដូចខ្ញុំមកបញ្ជាក់អញ្ចឹងតាក់ទងមួយតម្លៃបច្ចេកទេសគឺគេបានសិក្សានឹងមកហើយគឺលោក Michael J Henderson ហ្នឹងក៏គាត់បានមើលដែរតាក់ទងមួយ ICT ហ្នឹងធម្មតាទេវាអាចថាពេលខ្លះបើសិនជាយើងអត់យល់ច្បាស់ហើយយើងឃើញថាព័ត៌មានហើយនឹងតម្លៃបច្ចេកទេសហាក់បីដូចជាដើរស្របគ្នាព្រោះធម្មតា model របស់គេសិក្សាមកគឺគេមើល candle ទាំងអស់ហ្នឹងហើយ candle ទាំងអស់ហ្នឹងគឺសិតតែជះឥទ្ធិពលពីព័ត៌មានពីទិន្នន័យសេដ្ឋកិច្ចផងដែរអញ្ចឹងវារួមបញ្ចូលក្នុងហ្នឹងសម្រាប់អ្នកមើលបច្ចេកទេសគាត់អាចនឹងមានចម្ងល់ថាមើលទៅពេលខ្លះវាសមស្របគ្នារវាងព័ត៌មានជាមួយនឹងតម្លៃបច្ចេកទេសអញ្ចឹងសរុបមកតាក់ទងជាមួយនឹង candle យើងវិញបើសិនជាសប្តាហ៍ហ្នឹងថ្ងៃសុក្រហ្នឹងនេះគឺជាថ្ងៃចុងក្រោយក្នុងសប្តាហ៍ហ្នឹងហើយការបិទបញ្ចប់ទៅតម្លៃមាសបើថាបិទត្រឹម4240អីហ្នឹងគឺល្អហើយសម្រាប់តម្លៃមាសដើម្បីឲ្យវាមាន retracement ឬមួយក៏ rebound ឡើងទៅវិញដោយសារការបិទ body សម្រាប់សប្តាហ៍ហ្នឹងគឺជាការបិទ body មួយដែលវានៅលើ week កាលពីសប្តាហ៍ដែលវា sweep នេះជាតម្លៃដែល sell side liquidity ដែលវាមក sweep ក្នុងសប្តាហ៍នេះបើបិទ body មកលើហ្នឹងមកមានន័យថាតម្លៃដែលចុះទាំងប៉ុន្មាននេះគ្រាន់តែជាការ sweep ទៅលើតម្លៃមួយនេះប៉ុណ្ណោះហើយក៏យើងមានតម្លៃ order block នៅចន្លោះម្ដុំនេះដើម្បីទប់តម្លៃមាសគឺ rebound ទៅវិញដែលយើងអាចនិយាយបានថាតំបន់នេះគឺជាតំបន់ smart money ឬមួយក៏ well ដែលមានទឹកលុយធំគាត់ចាំត្រង់ទិញមាសលើកឡើងទៅវិញផងដែរប៉ុន្តែសួរថាវាឡើងដល់ណាក៏យើងបានបញ្ជាក់ហើយដែរយើងមិនរំពឹងថាវាឡើងខ្ពស់ដល់លើភ្លាមទេបើសិនជាឧទាហរណ៍ថាកិច្ចព្រមព្រៀងគេចរចាមែនដូចខ្ញុំបានបញ្ជាក់ចឹង5-600លេខអីចឹងទៅហើយវាបន្ត retracement ដើម្បីជាបង្ហាញពី structure ដើម្បីឲ្យវាបង្កើតជា structure ថ្មីសម្រាប់ bullish តទៀតអីចឹងទៅដោយសារតែតម្លៃមាសបច្ចុប្បន្នគឺវាស្ថិតនៅក្នុង bearish market ហើយបើយើង count ពីតម្លៃ all time high តម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់វាមកដល់បច្ចុប្បន្នគឺវាធ្លាក់ដល់ទៅ 20% ជាង 70-30% បើយើងដកតាក់ទងមួយ week នេះចោលណាបើធ្លាក់មកដល់នេះគឺវាម្ដុំ 30% ដែលយើងដឹងហើយតែលើ 20% វាចូល bearish market ទេអញ្ចឹងធម្មតានៅពេលដែលតម្លៃមួយចូល bearish market ហើយវាមិនអាចឡើងទៅភ្លាមបានទេវាត្រូវការពេលវេលាវាត្រូវ retracement វាត្រូវតែ form structure បង្កើត structure ថ្មីឡើងវិញដើម្បីឲ្យវាមានការកើនឡើងបន្តទៀតអញ្ចឹងសរុបមកវិញតាក់ទងជាមួយនឹងតម្លៃមាសយើងឃើញថាបច្ចុប្បន្នរៀងមានភាពសុទ្ធិធិនិយមឬមួយ positive សម្រាប់តម្លៃមាសហើយដែលយើងឃើញហើយការចរចាអាចមានភាគរយច្រើនឬមួយក៏ពន្លឺក្នុងការកិច្ចព្រមព្រៀងនឹងមានច្រើនហើយការបិទតម្លៃ candle បច្ចេកទេសក៏ល្អទៀតបើសិនជាបិទជាលក្ខណៈ sweep បែបនេះយើងឃើញថាអ្នកដែលគាត់លេង CFD forex អីហ្នឹងគឺគាត់ជន់តម្លៃមាសអីហ្នឹងគឺគាត់អាចនឹងមើលក្នុង scenario មួយផ្សេងទៀតចឹងទៅបើសិនជាវានៅតែ bearish បិទ candle body មកពេញធម្មតាអ្នកដែលគាត់លេង scalping CFD ទំហំលុយធំ well អីហ្នឹងគឺគាត់នៅតែបន្តជន់ទីផ្សារក្នុងការ short market ផងដែរព្រោះភាគច្រើនគេដើរតាម trend ណាគឺចឹងបើសិនជា order flow វាកំពុងតែលក់គេព្យាយាមលក់ដើម្បីយកចំណេញគឺវាមានហានិភ័យទាបចឹងយើងឃើញថាបើសិនជា order flow វាមានការប្រែប្រួលយើងនឹងឃើញថាអ្នកដែលគាត់ trading forex scalping future អីហ្នឹងក៏មានការប្រែប្រួលវាអាចនឹងជួយឲ្យមានការគ្រប់គ្រងដល់តម្លៃមាសវិញផងដែរអញ្ចឹងសរុបមកវិញសម្រាប់ថ្ងៃហ្នឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្វីដែលអ្នកនរគ្នាត្រូវតាមដានក៏ខ្ញុំបានបញ្ជាក់ហើយដែរចំពោះតម្លៃបច្ចេកទេសសម្រាប់តម្លៃមាសក៏ខ្ញុំបានបញ្ជាក់ហើយដែរចឹងខ្ញុំរំពឹងថាអ្វីដែលខ្ញុំបាននិយាយទាំងអស់នេះគ្រាន់តែជាទស្សនៈខ្ញុំទេអាចថាអ្នកនរគ្នាទទួលបានស្ដាប់ហើយអាចពិចារណាតាមការគួរព្រោះមិនប្រកាសថាអ្វីដែលខ្ញុំនិយាយនេះសិតតែត្រូវទាំងអស់ទេប៉ុន្តែបើសិនជាព័ត៌មានភាគរយច្រើនគឺខ្ញុំ quote មកឬមួយក៏យកពីព័ត៌មានជាផ្លូវការឬមួយព័ត៌មានធំមកអីសិតតែជាព័ត៌មានដែលច្បាស់លាស់បើសិនជាព័ត៌មានដែលមិនច្បាស់លាស់គឺខ្ញុំអត់យកមកនិយាយទេប៉ុន្តែបើទស្សនៈតាក់ទងមួយតម្លៃបច្ចេកទេសក៏ខ្ញុំនិយាយតាមតម្លៃបច្ចេកទេសដូចគ្នាអញ្ចឹងធម្មតា
តាមមើលតម្លៃបច្ចេកទេសតម្លៃគឺអ្នកវិនិយោគមួយគឺគាត់អាចមានទស្សនវិស័យខុសគ្នាទាំងអស់អ្នកខ្លះមើលឃើញបាយអ្នកខ្លះមើលឃើញ share ទៅតាមបច្ចេកទេសឬមួយគោលការណ៍របស់គាត់ចឹងទៅចឹងសរុបមកវិញវីដេអូខ្ញុំក៏មិនមែនជាការផ្ដល់ financial advice ផ្ដល់ដំបូន្មានហិរញ្ញវត្ថុឲ្យអ្នកនរគ្នាជួញដូរទៅលើទ្រព្យសម្បត្តិវិនិយោគណាមួយឡើយគ្រាន់តែជាការចែករំលែកនៅចំណេះដឹងប៉ុណ្ណោះចឹងសរុបថាអ្នកនរគ្នាអាចនឹងទទួលបាននៅចំណេះដឹងថ្មីៗក៏កើននៅចំណេះដឹងផងដែរអរគុណអ្នកនរគ្នាសម្រាប់ការស្ដាប់នៅវីដេអូមួយនេះ